សម្រាប់បងប្អូនដែលចង់ដាក់ Facebook ទៅជា Dark Mode ផ្ទាំងពណ៌ខ្មៅចេះបងប្អូនខុសពីផ្ទាំងសចេះកុំឲ្យវាចាំងភ្នែកបងប្អូនអញ្ចឹងបងប្អូនអាចសាកធ្វើតាមវិធីនេះបានសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូនេះគឺបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់ Facebook របស់យើងទៅផ្ទាំង Dark Mode ពណ៌ខ្មៅនេះគឺពណ៌សធម្មតាបងប្អូនណាអញ្ចឹងយើងមើលពណ៌សវាអាចយើងឆាប់ឈឺភ្នែកវាចាំងភ្នែកចាំងអីចឹងទៅអញ្ចឹងជាដំបូងយើងចូលមកកាន់ Facebook របស់យើងមកតបមកបងប្អូនមើលខាងស្ដាំដៃបងប្អូនគឺមានត្រេក3ចុចទៅលើវារួចហើយយើងចូលរូបកងចក្រហ្នឹងយើងចុចទៅលើវាមកចឹងមកដល់ត្រង់នេះបងប្អូនធ្វើការអុសឡើងលើតិចមកបងប្អូនឃើញពាក្យថា accessibility រូបមនុស្សហ្នឹងចុចទៅលើវាចឹងបងប្អូនឃើញពាក្យ display ចុចទៅលើវាទៀតតមកបងប្អូនឃើញរូបលខែហ្នឹងគេដាក់ dark mode បងប្អូនចុចទៅលើវាមកហើយកន្លែងត្រង់នេះបងប្អូនចុចពាក្យថា on មកគឺវាចេញជាផ្ទាំង dark mode ហើយអញ្ចឹងយើងប្រើពណ៌ខ្មៅចេះទៅវាអត់សូវឈឺភ្នែកអត់សូវអីទេអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងទេសម្រាប់បងប្អូនដែលចូលចិត្តកុំភ្លេចជួយចុច like និង share វីដេអូមួយនេះម្នាក់មួយផងអរគុណ